ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានម្ទេសឆាដែលមានរសជាតិឆ្ងាញ់ធ្វើម្ដងអាចទុកញ៉ាំបានរាប់ខែចូលដល់ឆ្នាំភាគច្រើនបងប្អូនយើងតែមានម្ទេសឆានេះជាប្រចាំតាមផ្ទះសម្រាប់ពិសាជាមួយនឹងម្ហូបគ្រប់មុខដូចជាបាយឆាមីឆាគុយទាវជ្រក់និងទឹកជ្រលក់ជាដើមដែលជាគ្រឿងទេសដែលមិនអាចខ្វះបានរបៀបធ្វើមានភាពងាយស្រួលដែលមានគ្រឿងផ្សំតែប៉ុន្មានមុខដូចជាម្ទេសខ្ទឹមនិងគ្រឿងទេសបន្តិចបន្តួចតែប៉ុណ្ណោះសម្រាប់ការរៀបចំគ្រឿងផ្សំមុនដំបូងគឺយើងយកម្ទេសហឹរចំនួន1គីឡូក្រាមយកមកលាងទឹកឲ្យបានស្អាតរួចកាច់យកទងចេញឲ្យអស់បន្ទាប់មកយើងអាចយកទៅកិនឬចិញ្ច្រាំឲ្យបានម៉ដ្ឋល្អសម្រាប់ម្ទេសស្រស់នេះបើសិនជាបងប្អូនដែលមិនសូវចូលចិត្តរសជាតិហឹរអាចប្រើម្ទេសនាងដៃឬបងប្អូនខ្លះហៅថាម្ទេសម៉ាឡេឬក៏អាចប្រើម្ទេសផ្លោកស្រស់លាយជាមួយខ្លះៗក៏បានក្រៅពីម្ទេសស្រស់យើងក៏អាចប្រើម្ទេសក្រៀមសុទ្ធតែម្ដងក៏បានទៅតាមដែលអាចរកបានគ្រាន់តែម្ទេសស្រស់មានក្លិនឈ្ងុយល្អនិងទន់ល្អជាងតែក៏ត្រូវការពេលវេលាចម្អិនយូរជាងម្ទេសក្រៀមដែរព្រោះម្ទេសស្រស់មានជាតិទឹកច្រើននិងត្រូវកូររហូតឲ្យដាច់ទឹកបន្ទាប់ពីកិនបានម៉ដ្ឋល្អដូចនេះហើយយើងទុកមួយអន្លើសិនរួចហើយយើងចាប់ផ្ដើមកិនខ្ទឹមម្ដងដែលយើងកិនខ្ទឹមសនិងខ្ទឹមក្រហមចូលគ្នាតែម្ដងចំនួនខ្ទឹមក្រហមអាចប្រើឲ្យស្មើនឹងចំនួនខ្ទឹមសឬលើសខ្វះតិចតួចតែថ្ងៃនេះនៅផ្ទះមានខ្ទឹមក្រហមតិចល្មមអញ្ចឹងខ្ញុំដាក់បានតែ50ក្រាមទេម្ទេសឆានេះត្រូវការប្រើខ្ទឹមច្រើនបន្តិចដើម្បីឲ្យមានក្លិនឈ្ងុយចំពោះការកិនឲ្យម៉ដ្ឋល្អឬនៅដុំដូចនេះក៏បានទៅតាមការចូលចិត្តក្រោយពីកិនម្ទេសខ្ទឹមសនិងខ្ទឹមក្រហមអស់ហើយឥឡូវនេះយើងចាប់ផ្ដើមឆាម្ទេសទាំងអស់គ្នាមុនដំបូងយើងដាក់ខ្ទះហើយចាក់ប្រេងអូលីវចូលតែម្ដងដោយមិនចាំឲ្យខ្ទះឡើងក្តៅជាមុនទេរួចហើយយើងចាក់ខ្ទឹមសដែលកិនរួមជាមួយខ្ទឹមក្រហមអំបាញ់មិញចូលទាំងអស់ទន្ទឹមគ្នាយើងបន្ថែមឈើអែមចំនួន10ក្រាមផ្កាច័ន្ទចំនួន5ក្រាមដែលមានចំនួនប្រហែល5ផ្កានិងស្ករត្នោតចំនួន20ក្រាមចូលលីងជាមួយគ្នាបងប្អូនដែលមិនមានស្ករត្នោតអាចប្រើស្ករសស្ករក្រាមឬស្ករអំពៅក៏បានការដាក់គ្រឿងផ្សំទាំងអស់នេះតាំងពីខ្ទះនៅត្រជាក់គឺជាគន្លឹះដែលធ្វើឲ្យគ្រឿងផ្សំជំនួយក្លិនឈ្ងុយទាំងនោះត្រូវកម្ដៅសន្សឹមកម្រិតកម្ដៅក្រោមមធ្យមដើម្បីអាចបញ្ចេញក្លិនឈ្ងុយបានកាន់តែល្អម្ទេសឆានេះត្រូវការប្រើប្រេងច្រើនដូចនេះការជ្រើសរើសប្រេងដែលមានគុណភាពល្អជាចំណុចសំខាន់សម្រាប់សុខភាពជម្រើសប្រេងដែលល្អបំផុតគឺប្រេងអូលីវបន្ទាប់មកគឺប្រេងពោតព្រោះប្រេងទាំងពីរប្រភេទនេះគឺមិនងាយកកគ្រាប់នៅក្នុងទូទឹកកកដូចប្រេងផ្សេងទៀតទេតែបើសិនមិនមានបងប្អូនអាចប្រើប្រេងចម្អិនម្ហូបធម្មតាក៏បាននៅពេលដែលខ្ទឹមចាប់ផ្ដើមប្រែលឿងតិចដូចនេះហើយយើងចាប់ផ្ដើមបន្ថែមម្ទេសដែលកិនអំបាញ់មិញចូលទាំងអស់រួចហើយឆាទៅឆាមកមួយសន្ទុះដើម្បីឲ្យម្ទេសបានចូលសព្វជាមួយខ្ទឹមបន្ទាប់ពីចូលសព្វគ្នាហើយយើងបន្ថែមគ្រឿងផ្សំរសជាតិដែលមានអំបិលចំនួន10ក្រាមនិងម្សៅស៊ុបមាន់ចំនួន20ក្រាមចូលការប្រើគ្រឿងទេសនេះគឺគ្រាន់តែប្រើបន្តិចបន្តួចដើម្បីឲ្យម្ទេសឆាយើងមានជាតិតែមិនតម្រូវឲ្យប្រើរសជាតិដិតទេពីព្រោះយើងត្រូវយកទៅពិសាជាមួយនឹងម្ហូបផ្សេងទៀតចំណុចសំខាន់ត្រង់ការឆាម្ទេសនេះគឺត្រូវឆាឲ្យដាច់ទឹកល្អដើម្បីអាចឲ្យម្ទេសយើងទុកបានយូរដើម្បីដឹងថាម្ទេសដាច់ទឹកល្អឬនៅបងប្អូនអាចយកវែកមកសង្កត់បែបនេះបើនៅមានទឹកជ្រាបចេញច្រើនគឺយើងត្រូវឆាបន្តទៀតនិងរក្សាភ្លើងក្រោមមធ្យមដដែលហើយត្រូវបន្តកូរឲ្យជាប់ដៃរហូតបើបងប្អូនត្រូវការធ្វើនៅក្នុងចំនួនច្រើនអាចទិញខ្ទឹមសនិងខ្ទឹមក្រហមដែលគេបកស្រាប់ពីផ្សារព្រោះការបកខ្ទឹមក្នុងចំនួនច្រើនចំណាយពេលវេលាគួរសមដែរចំពោះម្ទេសឆានេះมันមានគ្រឿងផ្សំច្រើនទេបើមិនមានខ្ទឹមក្រហមគឺប្រើតែម្ទេសខ្ទឹមសនិងប្រេងឆាក៏បានដែលជាគ្រឿងផ្សំដែលមានស្រាប់នៅក្នុងផ្ទះបាយរាល់ពេលដែលនៅសល់ម្ទេសស្រស់ច្រើននៅផ្ទះខ្ញុំចូលចិត្តធ្វើម្ទេសឆានេះទុកឬយកទៅសម្ងួតទុកប្រើការលើកក្រោយទៀតដែលនេះគឺជាការសន្សំសំចៃផងនិងអាចបង្កើនរសជាតិម្ហូបអាហារផងដែរឥឡូវនេះយើងឆាបានប្រហែល15នាទីហើយម្ទេសក៏ដាច់ទឹកល្អដែរជាចុងក្រោយបងប្អូនដែលចង់បានម្ទេសឆាដែលខាប់បងប្អូនអាចបន្ថែមម្ទេសម៉ដ្ឋមួយចំនួនទៀតតែបើសិនជាបងប្អូនដែលចូលចិត្តម្ទេសរាងរាវគឺមិនបាច់បន្ថែមម្ទេសម៉ដ្ឋទៀតទេតែដោយសារខ្ញុំចូលចិត្តរាងខាប់អញ្ចឹងហើយនៅក្នុងគ្រឿងផ្សំនេះខ្ញុំបន្ថែមម្ទេសក្រៀមចំនួន100ក្រាមទៀតមកដល់ត្រឹមនេះម្ទេសឆាយើងមានក្លិនឈ្ងុយនៅពេលដែលឆាម្ទេសម្ដងគឺដឹងតែឆ្លក់រហូត
ហើយកុំភ្លេចជាពិសេសបងប្អូនដែលមានកូនតូចនៅពេលដែលធ្វើម្ទេសឆាហើយសូមលាងដៃឲ្យស្អាតឬជៀសវាងកាន់កូនឥឡូវនេះម្ទេសរបស់យើងរួចរាល់ហើយយើងអាចដួសទុកនៅក្នុងកែវដែលស្អាតនិងស្ងួតល្អរងចាំរហូតដល់ម្ទេសចូលត្រជាក់ល្អសឹមគ្របគម្របរួចដាក់ចូលទៅក្នុងទូទឹកកកដែលអាចរក្សាគុណភាពបានយូររាប់ខែរហូតដល់ឆ្នាំយើងមានកន្លឹះខ្លះៗដើម្បីធ្វើឲ្យម្ទេសនៅល្អបានយូរនិងមិនងាយដុះផ្សិតគឺត្រូវឆាឲ្យដាច់ទឹករួចហើយទុកម្ទេសនោះឲ្យត្រជាក់សិនសឹមគ្របនិងដាក់ចូលទៅក្នុងទូទឹកកកយើងអាចរំលែកម្ទេសឆាដាក់នៅក្នុងកែវតូចៗច្រើនជាជាងការដាក់នៅក្នុងកែវធំតែមួយហើយត្រូវច្បាស់ថាប្រេងលិចម្ទេសនៅក្រោយពេលដែលដួសដាក់កែវនៅពេលដែលបងប្អូនពិសាគឺប្រើស្លាបព្រាស្ងួតល្អមកដួសម្ទេសឆានិងចុងក្រោយអាចបន្ថែមទឹកខ្មេះអង្ករចំនួន1ស្លាបព្រាបាយដើម្បីការពារផ្សិតផងដែរជាចុងក្រោយសូមអរគុណដល់ពុកម៉ែបងប្អូនសម្រាប់ការចំណាយពេលវេលាចូលរួមចម្អិនជាមួយខ្ញុំនៅក្នុងថ្ងៃនេះហើយយើងនឹងជួបគ្នាម្ដងទៀតនៅមុខម្ហូបបន្ទាប់សូមអរគុណនិងសូមជម្រាបលា